ចាសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទមួយទៀតហើយចាដែលស្ថិតនៅឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចាចឹងអញ្ជើញពុកម៉ែបងប្អូនមកទស្សនាជាមួយនាងខ្ញុំទាំងអស់គ្នាចានេះគឺជាទីតាំងនៃប្រាសាទហើយចាប៉ុន្តែគួរឲ្យសោកស្ដាយមែនទែនដោយសារតែប្រាសាទគឺបាក់បែកអស់ហើយចាហើយប្រាសាទគឺនៅក្នុងវត្តខាងវត្តគាត់យកថ្មបាយក្រៀមមកតម្រៀបទុកនៅទីនេះឆ្នៃទៅជាកន្លែងបច្ចុប្បន្នហើយចាគឺសុទ្ធតែជាថ្មបាយក្រៀមរបស់ប្រាសាទទាំងអស់តែម្ដងចាប្រាសាទនេះប្រហែលជាសាងសង់អំពីថ្មបាយក្រៀមលាយជាមួយនឹងថ្មភក់ហើយនឹងឥដ្ឋចាប៉ុន្តែបច្ចុប្បន្នគឺយើងមិនឃើញរូបរាងទេឃើញនៅសល់តែបំណែកថ្មបាយក្រៀមដែលខាងវត្តយកមកផ្គុំចាបូកស៊ីម៉ង់នៅទីនេះតែម្ដងចាពិតជាគួរឲ្យស្ដាយមែនទែនចាហើយប្រាសាទនេះដែរគឺឈ្មោះថាប្រាសាទស្វាយជែកចាគឺឈ្មោះដូចជាស្រុកតែម្ដងចាហើយនៅខាងលើនេះគឺមានឃើញសេះសល់នៅទម្រសិវលឹង្គចាគឺជាទម្របុរាណដែលសេះសល់ពីជំនាន់ប្រាសាទចានេះគឺជាទម្រសិវលឹង្គតែចំពោះសិវលឹង្គហ្នឹងគឺថ្មីទេមិនមែនជាសិវលឹង្គចាស់នោះទេតែជើងទម្រគឺជើងទម្រចាស់ចាហើយមួយនេះដែរដែលមានពណ៌មាសនេះគឺតាមស្ដាប់អ៊ំគាត់និយាយគឺជាកំពូលប្រាសាទយកមកលាបថ្នាំបន្ថែមតែនាងខ្ញុំក៏មិនច្បាស់ដែរនេះតាមដែលលោកតាដែលគាត់នៅក្នុងវត្តណាចាហើយក៏មានជើងទម្រមួយទៀតដែរចានេះគឺជើងទម្រគឺពីសម័យធ្វើប្រាសាទនឹងតែម្ដងប៉ុន្តែរូបព្រះនរាយណ៍ដែលនៅខាងលើគឺជារូបថ្មីទេចាចាគួរឲ្យសោកស្ដាយមែនទែនបាត់រូបរាងអស់រលីងនៅសល់តែបំណែកខ្លះចាដែលគេយកមករក្សាទុកហើយប្រាសាទនេះក៏មិនមានឯកសារឬក៏សិលាចារឹកណានិយាយអំពីប្រាសាទនេះឬក៏ឈ្មោះប្រាសាទនេះនោះទេចាចំពោះឈ្មោះថាស្វាយជែកគឺគេដាក់ទៅតាមភូមិឃុំនៅទីនឹងតែម្ដងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះនាងខ្ញុំសូមអរគុណចាសូមជម្រាបលា